ផ្ដាំសាច់រឿងភាគទី170ហានលីបើយើងក៏នៅតែបន្តកិនអញ្ចឹងតែនេះគឺជាចលងភ្នំបិសាចធ្លាក់ព្រឹត្តិចាស់លក់ក៏បានប្រាប់ថាត្រឹមត្រូវហើយយូរណាស់មកហើយខ្លួនរបស់គាត់គឺមិនដែលបានលើឈ្មោះរបស់វាទៀតនោះទេខ្លួនរបស់គាត់ធ្លាប់លើថាទីនោះគឺជាសមរភូមិបុរាណអ្នកវឹកខាត់ការពីមុនវាពិតជាខ្លាំងមែនតែនថែមទាំងអាចធ្វើឲ្យទីកន្លែងនោះក៏មានស្នាមប្រេះលំហថែមទៀតផងនិយាយទៅកន្លែងនោះគឺពោពេញទៅដោយលំហវឹកវរក្បួនជាច្រើនហើយរាល់ចំហៀននីមួយៗគឺអាចប្រឈមនឹងសេចក្តីស្លាប់ហើយជាច្រើនឆ្នាំកន្លងទៅនេះគឺមានអ្នកវឹកខាត់ខ្លាំងជាច្រើនបានប្រាថ្នាចង់បានទ្រព្យសម្បត្តិក៏ដូចជាវត្ថុបុរាណដែលបាត់បង់នៅទីកន្លែងនោះក៏ប៉ុន្តែគ្មាននរណាម្នាក់នោះទេដែលអាចចាក់ចេញមកវិញដោយមានជីវិតនោះឡើយរីឯកំណត់នឹងវត្ថុបុរាណវិញគឺកាន់តែសវោឡើងគឺកកកុញតែម្ដងក៏ប៉ុន្តែគ្មាននរណាហ៊ានប្រាថ្នាចង់ទៅទីកន្លែងនោះម្ដងទៀតនោះទេហើយកន្លែងនេះផងដែរគឺមិនលេងសើចនោះទេអ្នកទាំងអស់គ្នាគឺវាជាប់ថប់ចំណាត់ថ្នាក់ដែលគ្រោះថ្នាក់បំផុតនៅក្នុងទ្វីបភីណានទាំងមូលច្នៃព្រឹត្តិការណ៍លូលាស់នៅតែបន្តនិយាយថាទីនេះគឺពិតជាគ្រោះថ្នាក់ខ្លាំងមែនទែនអ្នកដែលចូលទៅគឺសុទ្ធតែប្រឈមនឹងសេចក្តីស្លាប់ហើយព្រឹត្តិការណ៍ធានជិននៅតែបន្តនិយាយអញ្ចឹងថាទីនោះគឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់ទោះបីតែការចូលដោយសុវត្ថិភាពនឹងក៏វាលែងមានផងដែរសម្រាប់អ្នកវឹកហាត់ជំនាន់ដូចជាពួកយើងងារមើលហានលីបើយើងវិញក៏នៅតែបន្តកិនអញ្ចឹងតែខ្លួនរបស់គេនឹងគ្រាន់តែដកយកវត្ថុដែលមានតម្លៃតិចតួចតែប៉ុណ្ណោះក៏ប៉ុន្តែមិននឹកស្មាននោះទេថាសូម្បីតែអ្នកវឹកហាត់កម្រិតទី4ច្រើនយ៉ាងនេះក៏គ្មានដំណឹងអំពីខ្លឹមសាររេមីផងដែរហានលីគិតចប់ប្រតិចាធានជិនក៏បាននិយាយម្ដងថាសម្លាញ់ទាំងឡាយដោយសារតែសម្លាញ់គឺទទួលបានរបស់អ្វីដែលសម្លាញ់ចង់បានអស់ហើយចំណែកកម្មវិធីក៏ចិត្តបានចប់ហើយដូច្នេះតាចាស់ដូចជាគាត់នេះគឺមានរបស់មួយចំនួនគឺចង់បង្ហាញដូចគ្នានិយាយទៅគឺគាត់ចង់ដោះដូរដែរបន្ទាប់ពីគាត់បានបង្ហាញឲ្យយើងឃើញថាទាំងនោះផងដែរគឺជាអាយ៉ងហើយវាគឺមិនមែនជារបស់ធម្មតានោះទេគឺជាអាយ៉ងលំដាប់ទី3គឺអញ្ចឹងហានលីបើយើងគឺពិតជាឆ្ងល់គិតទៀតថាតែអមតៈធានជិននេះគឺគាត់មកពីបរិស័យរាប់ពាន់មែនរីឯកូននេះភ្លើងវិញក៏មិនខុសអំពីហានលីផងដែរសួរទៅកាន់ធានជិនថាតើលោកគឺឈប់ work ខាវិជាពលឺហើយមែនហើយអ្វីបានជាមកបដូរប្រើវិជាអាយ៉ងទៅវិញស្រាប់លើអញ្ចឹងអមតៈធានជិនក៏បានសាយទៅចោលជាមួយពាក្យសម្ដីថាអាយ៉ងទាំងអស់នេះគឺគាត់បានរកឃើញវាដោយចៃដន្យតែប៉ុណ្ណោះគឺគាត់បានរកឃើញវានៅក្នុងប្រាសាទបុរាណមួយនាពេលថ្មីនេះឯងណាមួយបច្ចុប្បន្ននេះគាត់ដូចជាដាច់លុយដែរហើយដូច្នេះគឺគាត់ចង់ដោះដូរវាជាមួយនឹងរបស់មួយចំនួនហើយរបស់នោះផងដែរគឺជារបស់ដែលកម្រកាលពីសម័យបុរាណដែលវានោះគឺមានឈ្មោះថាថ្មវិញ្ញាណឬថានោះគឺជាថ្មវិញ្ញាណឬមួយក៏ថ្មព្រលឹងនឹងគ្រប់គ្នាក៏ពិតជាមានការភ្ញាក់ផ្អើលសួរគ្នាហើយតើលោកដែលស្គាល់អំពីរបស់នេះដែរអត់ខ្លួនរបស់គាត់នីមួយនោះដូចជាមិនដែលបានឮអំពីវានោះទេឃើញតែគ្រប់គ្នាដូចជាមិនដែលស្គាល់អញ្ចឹងគាត់ក៏បានបង្ហាញវាចេញមកដោយភ្ជាប់ជាមួយនឹងពាក្យសម្ដីថាចៃដន្យគាត់ក៏មានត្បូងវិញ្ញាណមួយផងដែរបន្ទាប់ពីគាត់ធ្វើការបង្ហាញឲ្យលីងឡុងនេះក៏បាននិយាយថានោះមិនមែនជាត្បូងគ្រីស្តាល់បិសាចដែលលោកម្ចាស់មានទេឬហើយនឹងឯងគឺមិនខុសនោះទេវាគឺជាត្បូងគ្រីស្តាល់បិសាចដែលហានលីប្រមូលបានឡើងមួយចំនួនធំនៅ Underworld ដែលគឺជាកន្លែងដែលហានលីជាប់ពាំងកាប់ពីលើកមុននឹងឯងហើយគ្រប់យ៉ាងវាពិតជាដូចហានលីគិតពិតមែននៅការពីជាប់នៅពេលនោះគឺហានលីបានគិតថាអាត្បូងគ្រីស្តាល់មួយនេះគឺវាស្តៀងទៅនឹងត្បូងគ្រីស្តាល់ដែលមាននៅក្នុងអាយ៉ងហើយអាយ៉ងបុរាណទាំងនេះគឺវាត្រូវការថាអំពូលវេទមន្តដែលផ្ដល់ទៅដោយគ្រីស្តាល់ទាំងនេះនឹងឯងសម័យចប់ហានលីបើយើងក៏នៅតែបន្តគិតថាបច្ចុប្បន្ននេះខ្លួនរបស់គេគឺខ្វះតែអាយ៉ងដែលមានកម្រិតខ្ពស់ក៏ដូចជាវិធីសាស្ត្រនៃការបង្កើតវាដូច្នេះដោយមិនបាច់គិតច្រើនហានលីបើយើងក៏បានដកនៅគ្រីស្តាល់បិសាចដែលខ្លួនមាននឹងធ្វើការដោះដូរភ្លាមបន្ទាប់ពីហានលីធ្វើការបញ្ចេញនៅគ្រីស្តាល់បិសាចឬមួយក៏ថ្មវិញ្ញាណនឹងហើយគ្រប់គ្នាគឺពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនតែនសួរទៀតថាតើនោះគឺមិនមែនជាសម្លាញ់ដែលស្វែងរកខ្លឹមសាររ៉េមីពីមុនទេឬចេះទៅគឺមិនមែនតែគ្រប់គ្នានោះទេសូម្បីតែអមតៈធានជិននឹងគាត់ក៏មានការភ្ញាក់ផ្អើលផងដែរហានលីឲ្យមកចិត្តគឺគាត់សុំមើលឲ្យគៀកបន្ទាប់ពីហានលីធ្វើដំណើរមកដល់គាត់ក៏នៅតែបន្តនិយាយអញ្ចឹងតែត្បូងរបស់សម្លាញ់គឺពិតជាធំខ្លាំងមែនតែនវាគឺជារបស់កម្រខ្លាំងណាស់ដូច្នេះហើយនៅក្នុងចំណោមអាយ៉ងទាំងអស់នេះតម្លៃអញគឺអាចយកវាបានចំនួន2ស្ដាប់លើអញ្ចឹងហានលីបើយើងក៏មានការសង្ហាចិត្តបន្តិចផងដែរថាចំនួន2ទេឬតែហានលីបើយើងគឺមិនចង់អញ្ចឹងនោះទេថ្មវិញ្ញាណចំនួន1នឹងគឺដូរយកអាយ៉ងទាំងអស់នេះតែម្ដងឬថាហានលីចង់បានវាទាំងអស់អញ្ចឹងព្រឹត្តិការណ៍ក៏បាននិយាយថាសម្លាញ់តែវាគឺមិនមែនលុបលុនពេកទេមិនមែនចង់បានទាំងអស់បែបនេះលើអញ្ចឹងហើយហានលីបើយើងក៏បានតបថាវាគឺលុបលុនមែនឬអាយ៉ងទាំងនេះវាពិតជារបស់ដ៏កម្រពិតមែនក៏ប៉ុន្តែត្បូងវិញ្ញាណមួយនេះវាពិតជាកម្រដូចតែគ្នាហ្នឹងបើសិនជាគ្មានវត្តមានរបស់ត្បូងវិញ្ញាណនេះទេបើទោះបីជាមានអាយ៉ងច្រើនប៉ុណ្ណាក៏ដោយក៏វាគ្រាន់តែជាវត្ថុលម្អមួយតែប៉ុណ្ណោះសួរទៅកាន់អមតៈធានជិនថាតែខ្ញុំនិយាយត្រូវឬមួយក៏អត់ចំណែកអមតៈធានជិនក៏នៅតែបន្តនិយាយអញ្ចឹងថានេះគឺជាត្បូងគ្រីស្តាល់ដ៏ធំមួយវាពិតជារបស់ដ៏កម្រពិតមែនដូច្នេះគាត់ក៏មិនប្រកែកអ្វីទៀតដែរគឺយល់ព្រមដូរជាមួយនឹងអាយ៉ងទាំងអស់ហ្នឹងឃើញតែគាត់អូខេហានលីបើយើងក៏នៅតែបន្តគិតថាមើលទៅពិតជាទាញត្រូវពិតមែនតាមចាំអ្នកនេះគឺពិតជាដឹងអំពីតំណែងរវាងថ្មគ្រីស្តាល់ហើយនិងអាយ៉ងអញ្ចឹងហើយច្បាស់ណាស់គាត់ក៏ដឹងអំពីការបង្កើតវាដូចគ្នាបន្ទាប់ពីធ្វើការដោះដូរគ្នាហើយគ្រប់គ្នាគឺពិតជាមានការចាប់ផ្អើលខ្លាំងមែនតែនឆ្ងល់ហើយថាត្បូងមួយនេះគឺវាមានតម្លៃប៉ុណ្ណាទៅទើបអាចដោះដូរជាមួយនឹងអាយ៉ងទាំងអស់បែបនេះនិយាយទៅគឺត្បូងគ្រីស្តាល់មួយដូរបានអាយ៉ងចំនួន4ហើយព្រឹត្តិការណ៍លូលាស់គាត់នៅតែបន្តកិនអញ្ចឹងថាប្អូនហានរបស់គាត់នឹងមើលទៅគឺពិតជាពោពេញទៅដោយអាត់កំបាំងពិតមែនការដោះដូរត្រូវបានបញ្ចប់ហានលីបើយើងបំរុងនឹងចាក់ចេញតែគេនៅតែបន្តនិយាយអញ្ចឹងថាបើសិនជាលោកចង់បានថ្មព្រលឹងនេះបន្ថែមទៀតដូច្នេះម៉ោង3យប់នេះខ្លួនគេនឹងត្រឡប់មកវិញម្ដងទៀត我会再来的
បន្ទាប់ពីចាក់ចេញមកដល់ខាងក្រៅព្រឹត្តិការណ៍លូតលាស់នៅតែបន្តនិយាយអញ្ចឹងតែសន្និសីទផ្លាស់ប្ដូរលើកនេះ Hanley គឺពិតជាទទួលបានផលច្រើនពិតមែនជាយូរណាស់មកហើយខ្លួនរបស់គាត់គឺមិនដែលបានជួបនាវាហាត់កម្រិតទី4ច្រើនបែបនេះនោះទេហើយបន្ទាប់ពីសន្និសីទលើកនេះត្រូវបានបញ្ចប់សន្និសីទម្ដងទៀតគឺមិនដឹងថាពេលណានោះឡើយឃើញតែអ្នកទាំងពីរដើរផងនិយាយគ្នាផងយ៉ាងសប្បាយចិត្តក៏ប៉ុន្តែលពូឡានបើយើងវិញដូចជាពិបាកក្នុងខ្លួនដល់ហើយឃើញតែគាត់ដូចជាមិនសប្បាយចិត្តព្រឹត្តិការណ៍លូតលាស់គាត់ក៏បាននិយាយតែព្រឹត្តិការណ៍ពូឡានហ្នឹងគាត់ក៏បាននិយាយកាត់ថាសម្លាញ់ទាំងពីរគាត់គឺមានការងារផ្សេងដែលត្រូវធ្វើអញ្ចឹងហើយច្បាស់ណាស់គាត់គឺមិនអាចរួមដំណើរជាមួយអ្នកទាំងពីរបានទៀតនោះទេអញ្ចឹងគឺគាត់សុំទៅមុនណាលើអញ្ចឹងព្រឹត្តិការណ៍លូតលាស់គាត់ក៏មិនបានហាមអីដែរនិយាយទៀតថាបើសិនជាលវងឡានហ្នឹងគឺមានកិច្ចការតខ្លួនដែលត្រូវធ្វើអញ្ចឹងដូច្នេះគឺបន្តដំណើរទៅទៀតចុះបន្ទាប់ពីគាត់ចាក់ចេញទៅបាត់ Hanley បើយើងក៏មានការងើយឆ្ងល់ផងដែរហើយព្រឹត្តិការណ៍លូតលាស់គាត់ក៏បានប្រាប់ថាតែនេះគឺមកពីគាត់មិនសប្បាយចិត្តនឹងឯងហើយឲ្យសប្បាយចិត្តមិនកើតដោយសារតែមនុស្សពូឡានហ្នឹងគឺជាមនុស្សដែលមានអំណួតហើយមកដោះដូរប៉ុន្តែគ្មានតែគេដោះដូរជាមួយអញ្ចឹងប្រកាសជាមួម៉ៅហើយតែយ៉ាងណាក៏ដោយលពូឡានឬមួយក៏កូននាគភ្លើនហ្នឹងគឺជាមនុស្សដែលមានចិត្តទលាហើយនឹងស្មោះត្រង់អ្នកគ្នាមិនមែនអំណួតហើយចេះតែធ្វើបាបអ្នកដទៃនោះទេស្ដាប់ព្រឹត្តិការណ៍លូតលាស់ហើយ Hanley បើយើងក៏នៅតែបន្តនិយាយថាមើលទៅសម្លាញ់ឡាននេះគឺពិតជាមនុស្សដែលគួរឲ្យចាប់អារម្មណ៍ពិតមែនហើយកន្លែងហ្នឹងគឺ Hanley ចង់មានន័យថាលពូឡានហ្នឹងគឺអាយុច្រើនទៅហើយប៉ុន្តែរូបរាងរបស់គាត់ក៏នៅតែក្មេងដែរអញ្ចឹងណាលើតែ Hanley មានការចាប់អារម្មណ៍គាត់ក៏បានប្រាប់ថាការពីក្មេងលពូឡានហ្នឹងគឺបានញ៉ាំឱសថដ៏ចម្លែកមួយដែលជាហេតុធ្វើឲ្យគាត់នឹងក្មេងបែបនេះនិយាយទៅគឺកាន់តែអាយុប៉ុន្តែចំពោះរូបរាងវិញគឺនៅជាប់ត្រឹមក្មេងនឹងដដែលហើយចំពោះគ្នាយើងណាដែលចង់កាន់តែអាយុប៉ុន្តែថែរក្សាមុខមាត់នៅតែក្មេងគឺអាចទៅតាក់ទងជាមួយនឹងលពូឡានបានណាសមឱសថចម្លែកនឹងគាត់ញ៉ាំដែរទៅគឺនៅក្មេងហើយងាកចូលមកកាន់តែរឿងរបស់យើងវិញបន្ទាប់ពី Hanley ស្ដាប់ការណែនាំរបស់ព្រឹទ្ធាចារ្យលូលាស់រួចគេក៏បាននិយាយផងដែរថាបើសិនជាលបងលឯងគឺនិយាយបែបនេះទៅហើយលើកក្រោយបើសិនជាមានឱកាសខ្លួនគេនឹងបកគលសភៅអុកមួយចំនួនឲ្យទៅកាន់លពូឡានលើតែ Hanley ចាំបកគលសភៅអុកមួយចំនួនដល់គាត់អញ្ចឹងព្រឹទ្ធាចារ្យលូលាស់ក៏បានទៅសើផងដែរថា Hanley នេះពិតជាមនុស្សដែលមានចិត្តពិតមែនក៏ប៉ុន្តែយ៉ាងណាក៏ដោយអ្នកដែលស្ថិតនៅក្នុងបកដាវរាំវាពិតជាកម្រខ្លាំងណាស់ដែលមានភាពរាក់ទាក់ចំពោះបាពកធ្លាក់របស់ពួកយើងបែបនេះបន្តនិយាយទៀតថាបើទោះបីជា Hanley នឹងគឺមានថាអំពើវិញ្ញាណខ្លាំងក៏ដូចជាមានចំណេះដឹងដ៏អស្ចារ្យក៏ដោយប៉ុន្តែវាជាការសំខាន់ដែលយើងអាចធ្វើទំនាក់ទំនងគ្នាជាមួយនឹងអ្នកខ្លាំងជុំវិញខ្លួនបាននិយាយទៅគឺគាត់ចង់បង្រៀន Hanley ថាឲ្យចេះធ្វើទំនាក់ទំនងល្អជាមួយនឹងអ្នកខ្លាំងដើម្បីអាចថាជាខ្នងអង្អែកអីចឹងណាបន្ទាប់ពីណែនាំ Hanley ចប់គាត់ក៏បានសួរទៅកាន់ Hanley ម្ដងសួរទៅកាន់ Hanley ថាតែធ្លាប់ឃើញអំណាចដែលគួរឲ្យភ័យខ្លាចរបស់អ្នក Work Hard Down នៅក្នុងការប្រយុទ្ធដែរអត់និយាយទៅគឺគាត់លើកសរសើរអំពីអ្នក Work Hard Down ថាពួកគេគឺពិតជាមានសក្តានុពលខ្លាំងអញ្ចឹងទៅអាចប្រែដាវទៅជាខ្សែអំបោះលឿនចឹងលីឡុងនាងក៏បាននិយាយថាមើលទៅគាត់នេះពិតជាមិនដឹងថាលោកម្ចាស់ឯងគឺអាចគ្រប់គ្រងដាវហោះចំនួន70ដាវនោះទេតែ Hanley វិញក៏បានតទៅវិញថាវាគឺមិនសំខាន់នោះទេបន្តនិយាយទៀតថាមើលទៅលបងលនេះពិតជាមនុស្សដ៏គួរឲ្យចាប់អារម្មណ៍ម្នាក់ផងដែរហើយព្រឹត្តិការណ៍លូលាស់គាត់នៅតែបន្តនិយាយអញ្ចឹងថាបងអូនហានណាកុំបារម្ភអីខ្លួនរបស់គាត់នឹងបង្ហាញ Hanley តែមែនតើខ្ញុំអត់ដឹងថាណាគេគួរបង្ហាញណាគេឲ្យពិតប្រកបទេនិយាយមែនណានៅពេលយប់ដដែលប៉ុន្តែប្រហែលជាម៉ោង3 Hanley វិញក៏បានមកដល់ទីកន្លែងចាស់វិញបន្តនិយាយទៀតថាម្ចាស់វិមានណាពេលវេលាកំណត់ក៏បានមកដល់ហើយដូច្នេះគឺឆាប់បង្ហាញខ្លួនមកឃើញតែ Hanley ពិតជាត្រឡប់មកវិញពិតមែនគាត់ក៏បានសើចយ៉ាងសប្បាយចិត្តបន្តបើកភ្លើងនៅគ្រប់សំណាក់ទាំងអស់ចំណែក Hanley នៅតែបន្តគិតថាអ្នកដែលអាចរៀបចំសន្និសីទផ្លាស់ប្ដូរសម្រាប់ទីក្រុងឋានសួគ៌បែបនេះគួរតែមានប្រវត្តិមិនធម្មតានោះទេបន្ទាប់ពីគិតចប់អមតៈធានជិនគេក៏បាននិយាយថាសូមស្វាគមន៍សម្លាញ់ចូលមកដល់វិមានរបស់គេម្ដងបើយើងមើលទៅកាន់ការបង្ហាញខ្លួនរបស់គាត់វិញក៏ពិតជាលយខ្លាំងមែនតើមាននីអមដំណើរសួរទៅកាន់ Hanley ទៀតថាសម្លាញ់គឺមានកម្រិតទី4ដំណាក់កាលដំបូងនោះទេប៉ុន្តែហ៊ានមកទីនេះតែម្នាក់ឯងឆ្ងល់ណាស់ថា Hanley នឹងគឺមិនខ្លាចទេអីថាខ្លួនរបស់គាត់នឹងគឺនឹងដណ្ដើមយកថ្មលឹងពី Hanley ដោយបើតាមមើលទៅពេលនេះគឺជាពេលវេលាដែលអួតអំណាចហើយ Hanley បើយើងក៏មិនខ្ចីខ្លាចនោះដែរបន្តបោះថ្មវិញ្ញាណឲ្យដល់ជាប់ជាមួយនឹងពីសម្ដីថាមើលទៅវាពិតជាគួរចាប់អារម្មណ៍ខ្លាំងមែនតើមិនទុកយូរជួបបងអូននោះទេ Hanley បើយើងក៏បានបញ្ចេញដាវរបស់ខ្លួនមកភ្ជុំនាគទាំងអស់ហ្នឹងហើយបើយើងក៏លេចទៅមើលអតិពលរបស់វាវិញបើសិនជានាគទាំងអស់នេះហ៊ានធ្វើអ្វីប្រេះផ្ដាស់មើលទៅប្រហែលជាបានទៅលេងស្រុកហើយបន្ទាប់ពីឃើញអញ្ចឹងអមតៈធានជិនក៏ពិតជាមានការជាផ្អើលខ្លាំងមែនតើតែ Hanley បើយើងក៏នៅតែបន្តនិយាយដូចអញ្ចឹងតែសម្លាញ់មិនខ្លាចទេឬថាខ្ញុំគឺនឹងដណ្ដើមយកវិធីបង្កើតអាយ៉ងរបស់អ្នកដោយបង្ខំនិយាយទៅគឺ Hanley កូពីពាក្យសម្ដីរបស់គាត់យកមកឌឺគាត់វិញអញ្ចឹងទៅបន្តនិយាយទៀតថាបើសិនជាលោកនៅតែធ្វើពុតមិនព្រមធ្វើចំនួនជាមួយនឹងគេដោយស្មោះត្រង់នោះទេដូច្នេះខ្លួនគេ Hanley នឹងធ្វើការចាក់ចេញទៅវិញហើយដូចតែបានដឹងអញ្ចឹង Hanley បើយើងថាចាក់ចេញក៏ពិតជាចេញទៅមែនព្រឹត្តិការណ៍ម្នាក់នឹងបន្ទាប់ពីគិតបានបន្តិចគាត់ក៏បានហៅ Hanley ឲ្យឈប់សិនប្រាប់ថាប្រហែលថ្ងៃទៀតគឺការដេញថ្លៃជាផ្លូវការបានចាប់ផ្ដើមហើយហើយវាគឺនឹងមានខ្លឹមសាររេមាសចំនួន1ដុំផងដែរម្ចាស់របស់វាស្ថិតនៅភ្នំតូចមួយនៅខាងក្រៅទ្វារខាងលិចដូច្នេះហើយបើសិនជា Hanley មានការចាប់អារម្មណ៍គឺអាចសាកល្បងវាចំណែកបញ្ហាអាយ៉ងវិញគឺយើងអាចពិភាក្សាគ្នាបានក៏ប៉ុន្តែ Hanley នឹងត្រូវតែប្រាប់គាត់ដូចគ្នាតែ Hanley គឺអាចទទួលបានថ្មព្រលឹងនឹងដោយរបៀបណា可以
បន្ទាប់ពីអង្គុយភាសាគ្នាអស់មួយរយៈគាត់ក៏បានដឹងផងដែរថាត្បូងគ្រីស្តាល់ទាំងនេះហាន់លីទទួលបានមកពីដែនដីយិននិងបិសាចយិនក៏ប៉ុន្តែមើលទៅលើទឹកមុខគាត់ប្រហែលជាមិនជឿទៅកាន់ពីសម្ដីរបស់ហាន់លីនោះទេតែហាន់លីវិញក៏នៅតែបន្តនិយាយអញ្ចឹងថាបើទោះបីជាលោកមិនជឿក៏ដោយក៏ប៉ុន្តែថ្មព្រលឹងទាំងនេះគឺជារបស់ពិតហាន់លីក៏ចង់ដោះដូរវាជាមួយនឹងក្បួនអាយ៉ងរបស់ធានជិនមើលទៅវាក៏មិនខាតបង់អ្វីនោះដែរពីព្រោះថាបើសិនជាគ្មានថ្មវិញ្ញាណនោះទេបើទោះបីជាមានវិជាអាយ៉ងហ្នឹងតើវាមានប្រយោជន៍ស្អីទៅស្ដាប់ចប់គាត់ក៏បានសួរតែហាន់លីនឹងចង់ដោះដូរវាដោយរបៀបម៉េចហើយហាន់លីក៏បានតបទៅវិញថាបើសិនជាប្រើវាយ៉ាងពេញទំហឹងអាយ៉ងទាំងអស់នេះគឺអាចស្មើជាមួយនឹងអ្នកវឹកហាត់កម្រិតទី4ដូច្នេះហើយខ្លួនគេហាន់លីនឹងបកគោលថ្មវិញ្ញាណឲ្យចំនួន20ឬមួយក៏30ហេតុអ្វីមិនបានត្រូវអត់លឺអញ្ចឹងគាត់ក៏ពិតជាមានការចាប់ផ្អើលសួរទៅកាន់ហាន់លីថាអញ្ចឹងថ្មដែលមានគុណភាពទាំងអស់នេះហើយហាន់លីវិញក៏បានបន្តថាវាពិតជាអាចបង្កើតអាយ៉ងដល់កម្រិតទី4មែនអត់និយាយទៅកន្លែងហ្នឹងគឺគេចង់បង្ហាញថាហាន់លីនឹងពិតជាមាន EQ ខ្ពស់ខ្លាំងមែនទែនដោយសារតែហាន់លីគឺដឹងថាមនុស្សម្នាក់នឹងនិយាយអ្វីបន្ទាប់ពីខ្លួនបាននិយាយអំបញ្ញមិញហ្នឹងឃើញតែគាត់នៅតែបន្តគិតហាន់លីវិញក៏នៅតែបន្តនិយាយអញ្ចឹងថាអ្វីដែលគាត់និយាយទៅគឺមិនដែលខុសនោះទេតើចេញពីតុហើយគាត់នៅតែបន្តគិតមើលទៅដូចជាមិនទាន់ច្បាស់នោះទេប៉ុន្តែជាចុងក្រោយគាត់ក៏បាននិយាយថាបើសិនជាដូច្នេះមែនដូច្នេះអារបស់មួយនេះគឺខ្លាយទៅជាកម្មសិទ្ធិរបស់សម្លាញ់ហើយបន្ទាប់ពីទទួលបានពិនិត្យមើលហើយហាន់លីក៏ពិតជាខឹងខ្លាំងមែនតើហើយគាត់ក៏បានសួរតែមានអ្វីមែនតែរបស់ទាំងនេះគឺមិនពេញចិត្តសម្លាញ់ទេឬប្រាប់ទៀតថានេះគឺជាវិជាអាយ៉ងកម្រិតខ្ពស់គឺអាចទប់ទល់ជាមួយនឹងអ្នកវឹកហាត់កម្រិតទី4ដំណាក់កាលកណ្ដាលបានណាសូមរំខានអ្នកទាំងអស់គ្នាបន្តិចសិនអ្នកខ្ញុំកុំភ្លេចចុច link នៅក្រោម comment អ្នកមួយទៅគឺជា link គោរព channel របស់ខ្ញុំហើយចំពោះការ join នេះគឺ free ទេអ្នកគ្នាគឺកុំភ្លេច join អ្នកមួយទៅនៅពេលដែលមានព័ត៌មានផ្សេងអីគឺខ្ញុំផ្ដល់ចូលទៅក្នុងហ្នឹងអញ្ចឹងណាម្យ៉ាងវិញទៅចំពោះគ្នាយ៉ាងណាដែលចង់ចូលក្រុម VIP អីគឺអាចតាក់ទងមកខ្ញុំបានងាយស្រួលខ្លាំងមែនទែននៅក្នុងក្រុមមួយហ្នឹងណាចំពោះក្រុម VIP វិញគឺខ្ញុំធ្វើរឿងចំនួន5ហើយបច្ចុប្បន្នហ្នឹងគឺដំណើរការតែ3ទេចំណែក2ទៀតគឺវាអត់តន់ចេញប៉ុន្តែគឺឆាប់ហ្នឹងឯងអ្នកគ្នាតែបើថារឿងមានចំនួន5ក៏ប៉ុន្តែបូជាចាវិកលចរិតហ្នឹងគឺខ្ញុំអត់សម្រាយទេអ្នកគ្នាក៏ប៉ុន្តែខ្ញុំនឹងបកប្រែមានហោអ្នកគ្នាអាននិយាយទៅនៅពេលដែលរឿង4ផ្សេងទៀតអត់តន់ចេញអ្នកគ្នាអាចទៅអានកំសាន្តលេងអញ្ចឹងណាហើយអ្នកគ្នាមិនបាច់ទាំងខឹងថាចេញតង់ហោអីនោះទេរឿងមួយហ្នឹងគឺគេ ban ចោលហើយច្បាស់ណាស់អ្នកដែលមានសិទ្ធិ ban ចោលហ្នឹងគឺជារាជរដ្ឋាភិបាលចិនហ្នឹងឯងគឺគេឲ្យផលិតធ្វើជាតង់ហោនោះទេដោយសារវាអាចបង្កទៅជាគំរូអាក្រក់បានដូច្នេះហើយក្នុងនាមយើងជា fan របស់ Fang Yun អាចត្រឹមតែមើលមេហោតែប៉ុណ្្នឹងឯងរឿងទាំងអស់នេះហាន់លីវិញប្រកាសជាដឹងក៏ប៉ុន្តែវត្ថុធាតុដើមដែលយកមកធ្វើវានឹងវាពិតជាហួសហេតុពេកដែលមានដូចជាឈើដែកអាយុ10000ឆ្នាំនិងវត្ថុសំខាន់ផ្សេងទៀតគ្រាន់តែឈ្មោះហាន់លីវិញគឺមិនដែលឮផងតែទៅរកវានៅឯណាទៅដូច្នេះហើយវាជាបង្កើតអាយ៉ងមួយនេះគឺវាគ្មានប្រយោជន៍នោះទេសម្រាប់ហាន់លីស្ដាប់លឺអញ្ចឹងអមតៈធិនជិនគាត់ក៏នៅតែបន្តនិយាយថារឿងទាំងនេះគឺគាត់មិនអាចជួយបាននោះទេនៅលើផ្លូវវឹកហាត់វាសនាគឺមានរៀងខ្លួនបន្ទាប់ពីគាត់បានអង្គុយចុះហាន់លីវិញក៏នៅតែបន្តសួរអញ្ចឹងថាវាចាំមិនមានគឺខំប្រឹងប្រែងខ្លាំងណាស់ដើម្បីតែស្វែងរកថ្មវិញ្ញាណតែអញ្ចឹងលោកគឺមិនបានប្រមូលវត្ថុធាតុដើមផ្សេងទៀតទេឬលឺអញ្ចឹងគាត់ក៏ពិតជាងើឆ្ងល់សួរទៀតថាខ្ញុំនិយាយពេលណាថាខ្ញុំគឺចង់បង្កើតវាដោយខ្លួនឯងបន្តនិយាយទៀតថាខ្លួនគាត់ក៏ទៅរកឃើញអាយ៉ងគុណភាពខ្ពស់ចំនួន2នៅក្នុងស្ថានភាពបង្កើតមិនទាន់រួចនៅក្នុងប្រាសាទបុរាណតែប៉ុណ្ណោះហើយត្រូវបញ្ចូលថ្មព្រលឹងទៅក្នុងវាដើម្បីតែដំណើរការតែប៉ុណ្្នឹងឯងសើយ៉ាងសប្បាយចិត្តរួចហើយគាត់នៅតែបន្តនិយាយទៀតថាសម្លាញ់ខ្ញុំគឺបានបកគលនៅវិជាអាយ៉ងនេះឲ្យទៅកាន់សម្លាញ់រួចហើយដូច្នេះថ្មវិញ្ញាណដែលនៅសល់គួរតែទូទាត់ឲ្យគ្នាផងបន្ទាប់ពីបកគលថ្មមានតូចមានធំហើយហាន់លីវិញក៏នៅតែបន្តនិយាយអញ្ចឹងថាលើនេះគេធ្វើប្រហែលត្រូវបានគេយកព្រៀបក៏ប៉ុន្តែខ្លួនហាន់លីគឺមិនបានតូចតែអ្វីនោះទេពួកយើងគឺស្មើគ្នាហើយដូច្នេះគេក៏សុំលាបន្ទាប់ពីហាន់លីចាក់ចេញទៅបាត់អមតៈធានជិនគាត់នៅតែបន្តគិតអញ្ចឹងថាចង់បោកបញ្ឆោតគាត់ផងឯនេះគឺនៅក្មេងពេកអីឆាកចេញមកខាងក្រៅវិញលីឡុងនេះក៏បានទៅសារទៅកាន់អមតៈធានជិនផងដែរថាគាត់ពិតជាបកាយគិតពិតមែនក៏ប៉ុន្តែមុននេះហាន់លីពិតជាសម្ដែងបានល្អខ្លាំងណាស់គ្រូរបស់នាងសើតែមិនជឿទៅហើយរីឯហាន់លីក៏បានតទៅវិញផងដែរឈើដៃអាយុកាល10000ឆ្នាំសម្រាប់អ្នកដទៃប្រហែលជាមិនអាចទៅរួចនោះទេប៉ុន្តែសម្រាប់ខ្លួនគេនេះបញ្ហាគ្រាន់តែជាពេលវេលាតែប៉ុណ្ណោះហើយអ្នកទាំងអស់គ្នាគឺមិនបាច់ឆ្ងល់នោះទេហាន់លីហ៊ាននិយាយអញ្ចឹងក៏ដោយសារតែហាន់លីគឺមានដបពណ៌បៃតងអាត់កំបាំងនោះគឺជាវត្ថុដែលអស្ចារ្យបំផុតដែរនៅក្នុងមួយរឿងហ្នឹងចំណែកវត្ថុផ្សេងទៀតវិញប្រហែលជាហាន់លីអាចរកវាបាននៅក្នុងសំណល់អាយ៉ងនេះវាមានខាងទួគ្រាន់តែហាន់លីខ្លួនគេនឹងត្រូវពិនិត្យវាម្ដងទៀតអាយ៉ងដែលមានកម្លាំងស្មើនឹងអ្នកវឹកហាត់កម្រិតទី4បើសិនជាអាចបង្កើតវាបានកម្លាំងរបស់វាគឺពិតជាមិនធម្មតានោះទេបន្តគឺទៀតថាមានសន្លឹកអាចកាន់តែច្រើនវាក៏កាន់តែល្អហើយមិនចាំយូរនោះទេហាន់លីវិញក៏បានធ្វើការទៅជួបម្ចាស់ខ្លឹមសារដែរមើលគឺតាមពីសម្ដីរបស់អមតៈធានជិនដែលបានប្រាប់ហ៎ដើរ shopping នៅក្នុងផ្សារកាន់តែយូរក៏វាកាន់តែវល់ហើយខ្ញុំក៏មិនខ្ចីបកប្រែដែរដោយសារតែវាគ្រាន់តែជាពាក្យសម្ដីលក់ដូររបស់ទូអង្គដែលអត់សំខាន់តែប៉ុណ្្នឹងឯងនិយាយទៅគឺពួកគេអួតរបស់ខ្លួនឯងចេះចោះប្រាប់ទៀតថារបស់ខ្លះគឺអាចចរចាបានហើយអ្នកខ្លះទៀតនិយាយថាកៅអៅហ្នឹងគឺមានតែឯងទេពាក់ស្អាតអ្នកក្រៅគឺពាក់មិនស្អាតនោះឡើយតែបន្ទាប់ពីដើរមកដល់ហាងមួយឃើញថាបរិមអ្នកក៏បាននិយាយទៅកាន់ស្ត្រីម្នាក់ទៀតសួរទៀតថាតើអ្នកដឹងដែរអត់កាលពីម្សិលមិញនៅក្នុងការដេញថ្លៃមានវត្ថុមួយដែលគេហៅថាខ្លឹមសាររ៉ៃមីស្អីគេនោះហើយចំពោះតម្លៃរបស់វាវិញគឺមានរហូតដល់7សែនថ្មវិញ្ញាណឯណោះដោយឃើញ
ថាហានលីកំពុងតែគិតលីនឡងនេះក៏បានប្រាប់ផងដែរថាលោកម្ចាស់គឺមិនបាច់ស្ដាយវាពេកនោះទេតែហានលីគឺមិនបានស្ដាយវានោះទេគ្រាន់តែថាតម្លៃរបស់វាគឺពិតជាហួសហេតុខ្លាំងពេកហើយទំហំរបស់វាវិញគឺប៉ុនក្របឃ្លីហ្នឹងបើទោះបីជាអាចទទួលបានប៉ុន្តែវាស្ទើរតែមិនគ្រប់គ្រាន់សម្រាប់ដើម7 8ដើមផងលើអញ្ចឹងលីនឡងនេះក៏បាននិយាយថាក្រៅពីដោះដូចគ្នាជាមួយនឹងថ្មវិញ្ញាណហើយគេក៏បានស្នើសុំជាពិសេសនៅរបស់មួយទៀតមានឈ្មោះថាដីឥដ្ឋទេពតែហានលីនៅតែបន្តនិយាយថាជាសំណាងល្អនៅក្នុងការដេញថ្លៃមានវត្ថុមួយចំនួនសម្រាប់បង្កើតអាយ៉ងដូច្នេះពួកយើងគឺមិនខាតនោះឡើយហើយមិនចាំយូរនោះទេហានលីរបស់យើងក៏បានចូលទៅក្នុងហាងលក់យ័ន្តមួយកន្លែងដើម្បីសិក្សាអំពីយ័ន្តមួយដែលហៅថាយ័ន្តវិញ្ញាណដូច្នេះខ្លួនហានលីត្រូវការជក់មួយសម្រាប់សរសេរយ័ន្តកម្រិតខ្ពស់ចំណែកលីនឡុងនេះនៅតែបន្តនិយាយទាំងហត់អញ្ចឹងថាវាជាសម្ងាត់អាវុធអាយ៉ងនិងយ័ន្តបើទោះបីជាហានលីឡើងដល់កម្រិតទី4ហើយក៏ដោយក៏ប៉ុន្តែលោកម្ចាស់របស់នេះនៅតែមានរឿងជាច្រើនដែលត្រូវបារម្ភដដែលកំពុងតែនិយាយហានលីវិញក៏ចាប់អារម្មណ៍នឹងអ្វីមួយយ៉ាងប្រើថាអំពូទៅមើលឲ្យឃើញថានោះផងដែរគឺជាស៊ុនហួរកំពុងតែមានរឿងជាមួយនឹងម្ចាស់ហាងនៅមួយកន្លែងហើយខ្ញុំគឺសូមសង្ខេបឲ្យខ្លីហ្មងទៅស៊ុនហួរនឹងគឺបានធ្វើឲ្យយ័ន្តភ្លើងគេមួយទៅបានខូចហើយតម្លៃរបស់វាខ្ទង់ប្រហែលជា300ថ្មវិញ្ញាណនឹងឯងតែស៊ុនហួរពេលនេះគឺអត់លុយនោះទេដោយសារតែចាយអស់ហើយដោយសារតែស៊ុនហួរបានធ្វើឲ្យរបស់គេខូចខាតហើយគ្មានលុយបង់ដូច្នេះមានរឿងជាមួយនឹងម្ចាស់ហាងគឺវាជារឿងធម្មតានោះទេងាកមើលខាងហានលីវិញលីនឡុងនេះក៏បាននិយាយផងដែរថាលោកម្ចាស់សម្លេងនេះគឺដូចជាធ្លាប់បានស្គាល់ហើយហានលីប្រាប់នាងថាត្រូវគឺជាគេក៏នៅទីកន្លែងនេះដែរមើលទៅបន្តិចទៀតប្រហែលជាមានរឿងអ្វីកើតឡើងហើយ